លៀបធំណាស់រយៈពេល3ថ្ងៃគឺថ្ងៃទី9ទី10និងទី11ឆ្នាំទាំង8ជួបតែសំណាងល្អហូរមាសហូរប្រាក់ជួបដូចចាក់ទឹកសូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចុចពាក្យ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងអត្ថបទចែកទំលែកផ្សេងៗជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃបាទជាដំបូងខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមតាមដានសន្តាននៅនីតិហោរាសាស្ត្រជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃនៅវេលាថ្ងៃនេះយើងជួបគ្នាសាជាថ្មីដែលខ្ញុំបាទនឹងលើកយកអត្ថបទនៃការទូទាយមួយដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរសូមតាមដានសន្តាប់ជាមួយនឹង TKL News Channel យើងខ្ញុំដូចតទៅលៀបធំណាស់រយៈពេល3ថ្ងៃហុងស៊ុយល្អខ្លាំងអ្នកដែលកើតនៅក្នុងឆ្នាំទាំង8នេះចាប់ពីថ្ងៃទី9រហូតដល់ថ្ងៃទី11រិស័យឡើងស្រើតទៅណាមុខណាទេវតាចាំជួយថែរក្សាជួបតែរឿងល្អក្នុងជីវិតតាមការទូទាយបានបកស្រាយនៅលើគេហទំព័រហោរាសាស្ត្រចិន41បានឲ្យដឹងថាមហាឆ្នាំសំណាងទាំង8មានលៀបមានសំណាងជួបរឿងល្អក្នុងជីវិតទទួលបានការស្វាគមន៍ពីមនុស្សជិតឆ្ងាយមានដំណឹងល្អចូលមកផ្ទួនសូមបញ្ជូនសារសូមលៀបសំណាងបងអ្វីប្រាថ្នាអ្វីនិងសម្រេចដូចបំណងបងប្រាថ្នាឆ្នាំខាលលោកអ្នកនឹងមានលៀបមានលុយហូរចូលដោយទឹកភ្លៀងធ្លាក់ពីលើមេឃតាមទំនាយកំពូលហោចិនសាបានបង្ហាញថាអ្នកនឹងមានលៀបធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើអ្នកចង់ធ្វើការផ្លាស់ប្ដូរអ្វីតែងតែផ្ដល់ផលល្អនិងទទួលបានផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគប់ប្រសើររាល់ការងាររកទទួលទានមានលៀបមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឲ្យដល់មុខផ្ទះថែមទៀតផងពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ999មានលៀបមានជ័យសំណាងល្អរយៈពេល3ថ្ងៃហេងអ្នកដែលកើតនៅក្នុងឆ្នាំខាលឆ្នាំរោងពោះអ្នកក្រៀកមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដូចបំណងធ្វើកិច្ចការងារតូចធំមានតែអ្នកជួយគ្រប់គ្រងនិងទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលៀបសម្បត្តិអុកញ៉ាបារមីទេវតាស្ដេចនាគសេចេញភ្លាមនឹងនាំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីអស់លោកអ្នកឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះនៅឡើងខ្ពស់ដោយនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដោយទឹកភ្លៀងគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះជាមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងបងប្រាថ្នាជានិច្ចឆ្នាំម្សាញ់ពោះទេពតាចិញ្ចឹមនាំលៀបអបប្រាជចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ444សូមលោកអ្នកខមមិនលេខ444ដើម្បីយកលៀបសម្បត្តិអ្នកមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូររីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះបើអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់
ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសែនសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើនឹងគ្នាណាស់ឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនេះលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ក្រហមលេខនេះលៀបសំណាងគឺលេខ333សូមលោកអ្នកខមមិនលេខ333ដើម្បីយកលៀបសម្បត្តិសម្ពោលួងបារមីទេពតាស្ដេចនាគនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរិស័យអស់លោកអ្នកឡើងខ្ពស់តដែតដូច្នេះបើលោកអ្នកចង់ធ្វើអ្វីមួយកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមុខវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួយដូរវិញដោយសារតែដួងរិស័យអស់លោកអ្នកឡើងខ្ពស់តដែតដូចនេះទោះធ្វើចំនួនជួយដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដោយទឹកភ្លៀងចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងប៉ងប្រាថ្នាជានិច្ចឆ្នាំជូតកណ្ដុរនាំលៀបអបប្រាចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបមនុស្សល្អៗតែជួយជ្រោមជ្រែងរាល់ភារកិច្ចដើម្បីឲ្យបានសម្រេចដោយបំណងប៉ងប្រាថ្នាម៉ោងនេះលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ខៀវលេខនេះលៀបសំណាងគឺលេខ555សូមលោកអ្នកខមមិនលេខ555ដើម្បីយកលៀបសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរាសីអស់លោកអ្នកឡើងខ្ពស់តដែតលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះទោះបីជាធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដោយទឹកគ្រាន់បំពេញបំពងផងដែរចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដូចបំណងជានិច្ចឆ្នាំរកាមន់នាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនេះលៀបសំណាងគឺម៉ោង5ទៀតភ្លឺដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ស្វាយលេខនេះលៀបសំណាងគឺលេខ888សូមលោកអ្នកខមមិនលេខ888ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេពតាស្ដេចនាគសេចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីអស់លោកអ្នកឡើងខ្ពស់តដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះបើអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសែនសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើននឹងគ្នាណាស់ឆ្នាំកុលជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដោយបំណងហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម៉ោងនេះលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ខៀវ
លេខនៃលៀបសំណាងគឺលេខ168សូមលោកអ្នកខមមិនលេខ168ដើម្បីយកលៀបសម្បត្តិអភិជនលុយស្ដុកបារមីទេពតាស្ដេចនាគសែចេញភ្លាមសែចេញភ្លាមនឹងមានសំណាងអនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីអស់លោកអ្នកឡើងខ្ពស់តដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលើននឹងគ្នាណាស់បាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអត្ថបទដែលខ្ញុំបាទលើកមកជម្រាបជូននៅក្នុងពេលនេះក៏ដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានសន្តាប់យើងខ្ញុំរហូតដល់ទីបញ្ចប់បើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមខ្ញុំបាទដែលជាអ្នកអត្ថាធិប្បាយក៏សូមអភ័យទោសនៅរាល់កំហុសខុសឆ្គងនៅអំឡុងពេលនៃការអត្ថាធិប្បាយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅរាល់វីដេអូបន្តទៀតសូមអរគុណ